và cục này ở kia tại vì thay mình đang tiết cho mỗi lần vật lọc mỗi ngày 1000 bật cảដោយសារតែvậtលក់នេះថតចំថ្ងៃអាទិត្យអញ្ចឹងអត់មានការងារ involve ក្នុងហ្នឹងទេគឺថាមានកម្មវិធីច្រើនដែលខ្ញុំត្រូវចូលរួមតាំងពីព្រឹករហូតដល់ល្ងាចហ្មងអញ្ចឹងទៅរឿងអស់ខ្យល់ដែរមួយថ្ងៃហ្នឹងតែចង់និយាយថា enjoy ខ្លាំងហ្មងឥឡូវកុំឲ្យខាត់ពេលយូរចូលមកមើលvật lọcខ្ញុំទាំងអស់គ្នាព្រឹកឡើងម៉ោង 5 ខ្ញុំក៏បានងើបពីព្រឹកទៅ join Caster Run Club ដែលគេមាន activity ជួបជុំគ្នារហូតពេលព្រឹកអញ្ចឹងរហូតហ្នឹងប្រហែលជាបាន3ទៅ4គីឡូអីដែរនិយាយទៅហត់មកគួរសមដែរនិយាយមែនមានចការដើរផងរត់ផងទៅមកទៅដល់ Sky Bar ដែលគេជុំគ្នាហ្នឹងខែមានចការងើបមកហាត់ប្រាណហើយយើងឡើង Sky Bar តាំងព្រឹកអីអញ្ចឹងដោយសារធ្លាប់តែឡើង Sky Bar ពេលយប់អញ្ចឹងមកឡើងពេលព្រឹកទៅមានអីប្លែកម្យ៉ាងដែរដោយសារ view នៅ Sky Bar គេហ្នឹងមកកប់ដែរហ្នឹង feeling so fresh in my heart ហ្មងអញ្ចឹងបន្ទាប់ពីបាន enjoy view តិចហើយកាត់រៀងមកកាមេរ៉ាតិចតួចខ្ញុំក៏នាំគ្នាទៅហ្មងជួយចាំយកមកថែលញ៉ាំថាយើងមានចការឈាមមកថែលតាំងព្រឹកអីអញ្ចឹងហើយកម្មវិធីបន្ទាប់របស់គេហ្នឹងគឺគេបានចាក់ភ្លេងរំ enjoy នៅលើ Sky Bar ហ្នឹងតែដោយសារយើងឈរចុះឡើងអញ្ចឹងទៅក៏គេចាប់យើងរំលើតែបានហើយក៏បានមកបញ្ចេញក្បាច់បន្តិចអញ្ចឹងណានិយាយទៅអត់ហ៊ានបញ្ចេញខ្លាំងពេកទេព្រោះថាតែបញ្ចេញខ្លាំងគឺដឹងតែ slow យីបន្ទាប់ពីបាន enjoy ហើយពួកខ្ញុំក៏បានដើរមកកន្លែងដែលយើងចាប់ផ្ដើមរត់នឹងវិញដើម្បីមកយកអីវ៉ាន់រៀបចំខ្លួនទៅផ្ទះអញ្ចឹងហ្នឹងមិនទៅ relax ទេណាគឺថាទៅរៀបចំខ្លួនដើម្បីទៅ event មួយទៀតតែនិយាយមែនណាពេលដែលបានចេញមកហាត់ប្រាណពេលព្រឹកអញ្ចឹងហើយគឺមានអារម្មណ៍ fresh សាហាវហ្មងអញ្ចឹងបើសិនជាអ្នកគេអត់ដែរសារអីគួរតែសារឲ្យបានម្ដងពេលបានយកកាបូបអីហើយខ្ញុំក៏បានឡើង Grab ជិះមកផ្ទះវិញមិនពេលមកដល់ផ្ទះហ្នឹងគឺមានចការអស់ខ្សោយសាហាវអញ្ចឹងទៅខ្ញុំក៏បានរៀបចំអីវ៉ាន់តិចតួចហើយបន្ទាប់មកលួចគេងមកហើយបន្ទាប់ពីខ្ញុំបានគេងប្រហែល1ម៉ោងអីហើយបាទខ្ញុំងើបមករៀបចំខ្លួនតទៀតដើម្បីទៅ event មួយទៀតតែ to start my day គឺខ្ញុំខ្វល់បានទេជាមួយនឹងកាហ្វេឬមួយក៏ matcha អញ្ចឹងមុននឹងចាប់ផ្ដើម skin care អីហ្នឹងខ្ញុំធ្វើ matcha ញ៉ាំមួយកែវសិនហើយពេលដែលខ្ញុំបានធ្វើ matcha ញ៉ាំហើយហ្នឹងខ្ញុំក៏បានលាប skin care make up ពុបប៉ាប់ទៅយើងតែងខ្លួនយើងឡើង Grab ឡើងមកសាលាមធ្យមសិក្សាវិចិត្រសិល្បៈដើម្បីទៅចូលរួម event គ្រួសារ CAG ខ្ញុំអញ្ចឹងគឺថាខ្មែរ Culture Festival គេហៅកាត់ថា KCF នឹងឯងនិយាយទៅសិស្ស KMR ទៅគឺគាត់ដឹងតែស្គាល់ហើយ event KCF ហ្នឹងពេលមកដល់ខ្ញុំក៏បានដើរលេងប៊ូតបងប្អូននិយាយទៅគឺគេមានកន្លែងលេង game ហើយគេមានកន្លែងលក់ snack ដែលយើងធ្លាប់ញ៉ាំកាលយើងនៅក្មេងៗអញ្ចឹងដើម្បី support កូនខ្ញុំត្រូវតែទិញនំពួកគាត់ទុកញ៉ាំនៅក្នុង hall ពេលដែលខ្ញុំទៅមើលការសម្ដែងរបាំខ្មែរខ្ញុំចង់និយាយថាខ្ញុំជន់ឆ្លៀតឱកាសសាហាវនិយាយមែនលួចយកកន្ត្រកគេមកអញ្ចឹងនំគេហើយគឺថាលួចសុំយកកន្ត្រកគេនៅមកកាន់ទៀតដោយសារតែខ្ជូតពេកធំអត់បានទេអ្នកទាំងអស់គ្នាហើយបន្ទាប់មកគឺថាអត់ទាន់ទៅណាទេគឺមានចការឆ្លៀតឱកាស show អ្នកទាំងអស់គ្នាពី outfit តិចតួចទៅថ្ងៃហ្នឹងគឺពាក់បែបប្លែកដោយសារតែខ្ញុំអត់ដែរពាក់អញ្ចឹងពីមុនមកហើយមួយទៀតថតម្នាក់ឯងអត់សុខចិត្តទៅនិយាយមែនគឺថាហៅគេចូលរួមជាមួយនឹងខ្ញុំដែរអញ្ចឹងបន្ទាប់ពីខ្ញុំកាត់រៀងមកកាមេរ៉ាហើយខ្ញុំក៏បានទៅតូប matcha ទិញ matcha ញ៉ាំមួយកែវទៀតនិយាយទៅមួយថ្ងៃហ្នឹងគឺថា2កែវໄວមួយផ្លែតតែ matcha គេ umami ល្អណាស់ហើយរសជាតិក៏ឆ្ងាញ់ដែរហើយនៅ Bull គេនេះហើយគឺគេមិនលក់តែប៉ុណ្្នឹងទេគេក៏មានលក់មុខម្ហូបជាច្រើនទៀតដែរទៅដល់ម៉ោងបាយថ្ងៃដែរហើយពួកខ្ញុំក៏បានជុំគ្នាញ៉ាំអីនៅកាទេហ្នឹងញ៉ាំអីជុំគ្នានៅលើកាទេបែបខ្មែរអញ្ចឹងហើយមានអីមួយយ៉ាងដែរតែអង្គុយញ៉ាំអីបានមួយផ្លែតគេក៏មានការសម្ដែងជារបាំត្រុដិហើយឃើញពួកគាត់បកកែរំអញ្ចឹងហើយពួកគាត់គឺសិតតែជាសិស្ស KMS ទាំងអស់ហ្នឹងបន្ទាប់មកយើងអង្គុយនិយាយគ្នាលេងបានមួយផ្លែតក៏ដល់ម៉ោងគេចូលទៅក្នុង hall ដើម្បីមើលសម្ដែងរបាំខ្មែរអញ្ចឹងកម្មវិធី KCF ក៏មានជាការចូលរួមពីសំណាក់លោកជំទាវនិង KC Banet ដែលជា president នៃសាលា KMS ផ្ទាល់តែម្ដងបន្ទាប់មកក៏គេមានជាកិច្ចបើកកម្មវិធីជាមួយនឹង speech នៃ event manager KC Banet ហើយនិងលោកជំទាវផងដែរហើយកម្មវិធីគេបន្ទាប់ហ្នឹងគឺមានជាការរំរបាំត្រុដិប៉ុន្តែម្ដងនេះគេអត់រំនៅក្រៅទេគឺគេមករំនៅក្នុង hall ម្ដងសម្រាប់របាំបន្ទាប់ពីរបាំត្រុដិហ្នឹងគឺខ្ញុំស្រឡាញ់ខ្លាំងមែនតើដោយសារតែរបាំមួយនេះហើយសម្រាប់ខ្ញុំគឺស្អាតខ្លាំងមែនតើហើយខ្ញុំចង់មើលយូរហើយប៉ុន្តែខ្ញុំមិនដែលបានមើលទេតែលើកនេះខ្ញុំធ្វើវាបានសម្រាប់និយាយទៅរបាំហ្នឹងគឺមានឈ្មោះថារបាំទេពមនោរម្យខ្ញុំស្រឡាញ់របាំហ្នឹងខ្លាំងដោយសារតែសម្លៀកបំពាក់ហើយនិងក្បាច់រាំដូចអ្នកនរគ្នាឃើញនៅក្នុងវីដេអូចឹងគឺថាស្អាតហើយទាក់ទាញខ្លាំងមែនតើហើយក៏គេមានជាការសម្ដែងនៅរឿងអក្សរសិល្ប៍ពីនិស្សិត volunteer នៃ KMS ផងដែរមួយទៀតហ្នឹងគឺខ្វះអត់បានទេជាមួយនឹង account count និយាយទៅកម្មវិធី KCF រាល់ឆ្នាំគឺគេតែងតែមានការសម្ដែង account count តែពីមួយឆ្នាំទៅមួយឆ្នាំគឺគេសម្ដែងវគ្គខុសគ្នាអញ្ចឹងបន្ទាប់មកកម្មវិធីនៅក្នុង hall គេហ្នឹងគឺបានបិទបញ្ចប់ជាមួយនឹងរបាំចម្រុះហ្នឹងក៏មានជាគណៈកម្មការប្រតិបត្តិនៃ CAG ចូលរួមជាមួយដែរហើយនេះគឺជារូបភាពគេនៅពេលដែលគេបិទបញ្ចប់កម្មវិធីគឺថាស្អាតអញ្ចឹងរាល់ឆ្នាំហ្មងមើលហើយគឺមានអារម្មណ៍ថារំភើបជំនួសពួកគាត់ខ្លាំងមែនតើនៅក្នុងវីដេអូនេះហើយអ្នកនរគ្នាឃើញហ្នឹងគឺសិតតែចាស់ៗទៅមានជាការឆ្លៀតឡើងមកលើឆាកថតរូបជុំគ្នាជាមួយនឹងចាស់ៗគ្នាឯងផ្សេងៗអីចឹងហើយកម្មវិធីគេអត់ទាន់ចប់តែប៉ុណ្្នឹងឯណាពេលចេញពី hall ក៏គេមាននំខ្មែរឲ្យយើងញ៉ាំទៀតហើយពេលល្ងាចអញ្ចឹងមេឃរៀងត្រជាក់អញ្ចឹងទៅនៅខាងក្រៅគឺគេមានចាប់ផ្ដើមលេងជាល្បែងប្រជាប្រិយខ្មែរហើយក៏មានមនុស្សមកច្រើនជាងពេលថ្ងៃដែរដោយអ្នកនរគ្នាឃើញអញ្ចឹងគឺគេដើរទិញអីញ៉ាំនៅពេញ booth ហ្នឹងដែលសំខាន់ហ្នឹងនេះអ្នកនរគ្នាគឺថាឃើញកែបមកលេងល្បែងប្រជាប្រិយខ្មែរទៀតហើយបើទាញប្រត់នេះវិញគឺថា always win ហ្មង always be the main game ever ហើយបន្ទាប់ពីគេបានឲ្យ participant បានឈៀលបន្តិចតួចហើយក៏គេមានកម្មវិធីបន្ទាប់ដែរនិយាយទៅគឺគេមានឆាកនៅខាងក្រៅមាន show ផ្សេងៗនៅពេលល្ងាចហ្នឹងទៀត show ពេលល្ងាចគេហ្នឹងគឺគេធ្វើបែប entertain អញ្ចឹងគេអត់ធ្វើ professional ដូចដែលពេលថ្ងៃហើយដូចអ្នកនរគ្នាឃើញអញ្ចឹងគឺគេឲ្យ participant អង្គុយនៅលើកាទេដើម្បី enjoy the show អញ្ចឹងហើយក៏គេមានបើកក្បាលជារបាំនេសាទនិយាយទៅគឺថារមាស់ស្អាតខ្លាំងមែនតើហើយសិតតែសិស្ស volunteer ណាអ្នកនរគ្នាបន្ទាប់មកក៏គេមានជាការដើរបង្ហាញម៉ូដជាមួយនឹងសម្លៀកបំពាក់បុរាណហើយអ្នកនរគ្នាដោយសារតែ KCF លើកនេះគឺគេយកអត្តសញ្ញាណជាដើមថ្នោតអញ្ចឹងទៅគឺគេមានចែកទឹកថ្នោតឲ្យយើងញ៉ាំ free ទៀតពេលដែលយើងកំពុងមើល show ហ្នឹងទៅគឺលុយទ្រង់ទ្រាយធំតែម្ដងហើយនេះអ្នកនរគ្នា finally គឺខ្ញុំមានឱកាសបានអង្គុយមើល account ស្បែកតូចនៅខាងក្រៅហើយទៅគឺមានអារម្មណ៍ថាដូចខ្ញុំហ្នឹងកំពុងតែនៅជំនាន់មុនអញ្ចឹងពីខាងក្រៅទៅអង្គុយជុំមិត្តភ័ក្តិហើយអង្គុយមើល account ចេះទៀតគឺ get the vibe ខ្លាំងហ្មងសំខាន់សាច់រឿងគឺអត់ boring ទេនិយាយទៅខ្ញុំ rate ឲ្យ10លើ10ហ្មងអ្នកនរគ្នាមើលក្នុងវីដេអូហ្នឹងដឹងថាណាគេអញ្ចឹងតារាកិត្តិយសរបស់គេហ្នឹងគឺបងវ៉ាន់ថាន់និយាយទៅគឺបាន enjoy នៅបទល្បីៗរបស់គាត់ហើយបានស្ដាប់បទដែលគាត់ធៀមនឹងចេញ
ទៀតមែនបត់ថ្មីរបស់គាត់ហ្នឹងគឺថាសប្បាយហមខ្លាំងសប្បាយខ្លាំងប៉ុណ្ណាអ្នកនរគ្នាគ្រាន់តែមើលដឹងហើយសូម្បីតែកង្កែបក៏ឡើងទៅហមជាមួយនឹងគាត់ដែរអ្នកនរគ្នាអញ្ចឹង vlog ខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងឯងដោយសារពេលចាប់ពីបងវ៉ាន់ថាន់ហ្នឹងគឺគេមាន EDM តទៀតប៉ុន្តែខ្ញុំអត់បានហម EDM ហ្នឹងទេដោយសារតែខ្ញុំអស់ខ្យល់ខ្លាំងពេកគឺងើបតាំងពីព្រឹកម៉ោង 4 ម៉ោងថ្ងៃហ្នឹងខ្ញុំក៏បានហៅ Grab ជិះទៅផ្ទះវិញធម្មតាអញ្ចឹង vlog ថ្ងៃនេះប្រហែលជារៀងយូរតិចដោយសារតែខ្ញុំមានអីថតច្រើនខ្លាំងមែនតើខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងមើល vlog ខ្ញុំឲ្យដល់ចប់ enjoy ហើយនឹងបានឃើញអីថ្មីៗនៅក្នុង vlog ខ្ញុំដែរអរគុណអ្នកនរគ្នាដែលបានមើល vlog ខ្ញុំដល់ចប់ Happy Khmer New Year everyone bye